ចំណងជើងកូនខ្លាដែលរៀនចែករំលែកនៅក្នុងព្រៃធំមួយមានកូនខ្លាតូចមួយឈ្មោះសុខាសុខាជាកូនខ្លាដែលឆ្លាតនិងរហ័សប៉ុន្តែគេមានទម្លាប់មួយមិនល្អគឺមិនចូលចិត្តចែករំលែកអ្វីៗជាមួយអ្នកដទៃទេរាល់ថ្ងៃសុខាចូលចិត្តរកអាហារដោយខ្លួនឯងពេលរកបានអាហារច្រើនគេនឹងលាក់វាទុកហើយញ៉ាំម្នាក់ឯងដោយមិនគិតពីមិត្តភក្តិដទៃទៀតក្នុងព្រៃឡើយថ្ងៃមួយសុខាបានរកឃើញផ្លែឈើឆ្ងាញ់ៗច្រើនណាស់នៅក្បែរព្រៃតូចមួយគេរីករាយខ្លាំងហើយនិយាយថាអាហារទាំងនេះជារបស់ខ្ញុំទាំងអស់ខ្ញុំមិនចែកឲ្យនរណាទេនៅពេលនោះមាន់ព្រៃតូចមួយនិងកណ្តុរមួយបានឃើញហើយសុំចែកបន្តិចសុខាសុំចែកឲ្យយើងបន្តិចបានទេយើងឃ្លានណាស់សុខាប្រាប់ថាទេអ្នកទាំងអស់គ្នាត្រូវទៅរកដោយខ្លួនឯងមិត្តភក្តិទាំងនោះសោកស្ដាយហើយដើរចេញទៅ2-3ថ្ងៃបន្ទាប់មានភ្លៀងធ្លាក់ខ្លាំងណាស់ព្រៃទាំងមូលត្រូវបានលិចទឹកហើយសុខាមិនអាចរកអាហារបានទៀតទេគេឃ្លានខ្លាំងនិងអស់កម្លាំងសុខាគិតក្នុងចិត្តថាប្រសិនបើខ្ញុំបានចែករំលែកជាមួយមិត្តភក្តិក៏ប្រហែលពួកគេនឹងជួយខ្ញុំឥឡូវនេះនៅពេលនោះ